នៅព័ត៌មានមួយចំនួនក៏ដូចជាព័ត៌មានផ្ទាល់ខ្លួនរបស់នាងខ្ញុំដែរនៅចំពោះវីដេអូ2ចុងក្រោយដែលនាងខ្ញុំបានធ្វើកន្លងមកនេះពុកម៉ែបងប្អូនជាពិសេសខ្ញុំសូមលើកនៅវីដេអូទី1ដែលខ្ញុំបាននិយាយអំពីការធ្វើបាតកម្មនៅសហរដ្ឋអាមេរិកដែលដឹកនាំដោយបងស្រីឬក៏បងស្រីទឹកកំហ៊ុនចាហើយនឹងអ្នកមីងមួលសុខហួរនៅក្នុងនោះអ្វីដែលយើងចាប់អារម្មណ៍នោះគឺថាអ្នកដែលដឹកនាំបាតកម្មនោះមានចំនួន11នាក់ក៏ប៉ុន្តែអ្វីដែលយើងសង្កេតឃើញនោះគឺមានតែ2-3នាក់ទេចាហើយមួយទៀតអ្វីដែលយើងសង្កេតឃើញមួយទៀតគឺអ្នកដែលចូលរួមបាតកម្មនោះភាគច្រើនគឺជាយួនម៉ុងតាញ៉ាគោលបំណងចម្បងបំផុតរបស់បាតកម្មនោះគឺគេចង់និយាយអំពីបូរណភាពដែនដីហើយនឹងគេចង់និយាយអំពីការលុបបំបាត់ scam online អីចឹងទៅក៏ប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍នៅក្នុងនោះគឺគេមិនបានធ្វើការប្តឹងធ្វើញត្តិប្តឹងថ្កល់ទោសអីចំពោះសៀមទេបែរតែជាថ្កល់ទោសធ្វើញត្តិប្តឹងទៅស្ថានទូតខ្មែរស្ថានទូតបារាំងទៅស្ថានទូតកាណាដាអីចឹងទៅពុកម៉ែបងប្អូននេះគឺជាការចាប់អារម្មណ៍របស់ខ្ញុំដែលខ្ញុំគិតថានេះមិនមែនជារឿងមួយដែលសំស្រុកក៏ប៉ុន្តែនៅក្នុងនោះមានពុកម៉ែបងប្អូនមួយចំនួនតូចទេគាត់ចេញមកថាខ្ញុំនិយាយមិនពិតអីចឹងទៅដូចជាក្នុងករណីហែក្បួនបាតកម្មបើថាខ្ញុំនិយាយមិនជាការមិនពិតតើមានយួនម៉ុងតាញ៉ាចូលរួមនៅក្នុងបាតកម្មនឹងដែរទេបើថាខ្ញុំនិយាយមិនពិតថាតើអ្នកដែលរៀបចំដឹកនាំមហាបាតកម្មរបស់លោកអ្នកដែលមានគ្នា11នាក់តើអ្នកដែលឈ្មោះទាំង11នាក់ហ្នឹងបានចូលរួមប្រមាណអ្នកចាមួយទៀតពុកម៉ែបងប្អូនចំពោះដែលនាងខ្ញុំបានលើកឡើងថារដ្ឋាភិបាលខ្មែរនឹងធ្វើសន្និសីទអន្តរជាតិមួយស្ដីពីប្រឆាំងភេរវកម្មអនឡាញនៅថ្ងៃទី23-24ខែកញ្ញាខាងមុខនេះពិតឬមិនពិតដូច្នេះសូមពុកម៉ែបងប្អូនរងចាំមើលទាំងអស់គ្នាចាហើយមួយទៀតនៅវីដេអូចុងក្រោយរបស់នាងខ្ញុំមុននេះគឺខ្ញុំនិយាយអំពីព័ត៌មានរសើបដែលលោកជុនច័ន្ទបុតគាត់បានមកប្រទេសញូហ្សេឡង់ហើយគាត់បាននិយាយថារដ្ឋាភិបាល$23នឹងរំលាយនៅពេលណាដែលសភាពលរដ្ឋបានបោះឆ្នោតរួចរាល់ជាស្ថាពរចានៅក្នុងនោះខ្ញុំមានវីដេអូមានអីសារជាសម្លេងដាក់ឲ្យទៀតសម្រាប់នាងខ្ញុំនៅក្នុងវីដេអូចុងក្រោយគឺខ្ញុំបាននិយាយដោយខ្ញុំផ្អែកទៅលើអ្វីដែលជាជំហររបស់រដ្ឋាភិបាល$23ដែលបានបង្កើតឡើងកាល8-9ខែកន្លងមកនេះចាពុកម៉ែបងប្អូននិយាយជារួមអ្នកបានលើកឡើងថាមានតែរដ្ឋាភិបាល$23ទេទើបអាចដោះស្រាយបញ្ហាវិបត្តិនយោបាយខ្មែរសៀមនេះបានហើយបានលើកឡើងថាមានតែសន្ធិសញ្ញាទីក្រុងប៉ារីសទេដែលអាចដោះស្រាយបញ្ហាវិបត្តិរបស់ខ្មែរសៀមបានក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរទោះបីខ្ញុំទៅដល់ទីណាក៏ដោយគឺខ្ញុំធ្វើអ្វីៗដើម្បីប្រយោជន៍របស់ប្រទេសខ្ញុំគ្រាន់តែចង់ជម្រាបទៅអស់លោកអ្នកថាខ្ញុំនិយាយដើម្បីការពារកិត្តិយសនិងប្រទេសជាតិខ្ញុំដូច្នេះសូមអ្នកពិចារណានៅរាល់ពាក្យសម្ដីរបស់ខ្ញុំឲ្យច្បាស់លាស់មុននឹងអ្នកមានប្រតិកម្មដូច្នេះចំពោះការបញ្ចេញយោបល់របស់លោកគឺជាសិទ្ធិរបស់លោកអ្នកក្នុងការបញ្ចេញមតិយោបល់ក៏ប៉ុន្តែសូមធ្វើការបញ្ចេញយោបល់ប្រកបទៅដោយសុជីវធម៌ក្រមសីលធម៌ក្នុងនាមជាមនុស្សចាអានេះខ្ញុំចង់និយាយអញ្ចឹងហើយអ្វីដែលខ្ញុំនិយាយថារដ្ឋាភិបាលរបស់លោក$23គឺជារដ្ឋាភិបាលស្រោមសបុតរដ្ឋាភិបាលផ្ទាល់ខ្ញុំមានភស្តុតាងរបស់ខ្ញុំចាដូច្នេះមុននឹងអ្នកធ្វើអ្វីមួយសូមអ្នកពិចារណានៅហេតុនិងផលឲ្យបានច្បាស់លាស់អ្នកបានធ្វើមែនទេរដ្ឋាភិបាលរបស់អ្នកតើអ្នកបានបង្កើតហើយក្នុងរយៈពេល8-9ខែនេះតើអ្នកបានធ្វើអីខ្លះហើយក្រៅពីថ្កោលទោសរដ្ឋាភិបាលជំរុញឲ្យរដ្ឋាភិបាលប្តឹង ICC ប្តឹង ICJ ហើយចោះក្រែងរដ្ឋាភិបាលរបស់លោកអ្នកថាមានតែសន្ធិសញ្ញាទីក្រុងប៉ារីសទេដែលអាចដោះស្រាយបញ្ហាព្រំដែនកម្ពុជាសៀមបានហេតុអីក៏អ្នកមិនទៅដោះស្រាយទៅហេតុអីក៏មិនទាន់បានដោះស្រាយផងមិនទាន់ឃើញសរសេរញត្តិប្តឹងទៅប្រទេសដែលជាម្ចាស់ហត្ថលេខីនៅទីក្រុងប៉ារីសបានមួយផងហើយឬព័ត៌មានរហ័សរហៀងថាមករំសាយទៀតបាត់ទៅហើយពុកម៉ែបងប្អូនទី1ដែលខ្ញុំបានឃើញពុកម៉ែបងប្អូនឬក៏ពុកម៉ែបងប្អូនបានធ្លាប់ឃើញធ្លាប់ឮហើយតើនៅលើโลกនេះមានប្រទេសប្រមាណដែលរំលាយរដ្ឋាភិបាលរបស់ខ្លួនដោយរបៀបនេះចាហើយពុកម៉ែបងប្អូនដែលឃើញទេនៅលើโลกនេះមានប្រទេសប្រមាណនៅលើโลกដែលបង្កើតរដ្ឋាភិបាលហើយគ្មានរដ្ឋធម្មនុញ្ញគ្មានសភាហើយតើនៅលើโลกនេះជួយរកឧទាហរណ៍ឲ្យខ្ញុំផងអស់លោកអ្នកចេះដឹងតើនៅលើโลกនេះមានប្រទេសប្រមាណហើយនៅលើโลกដែលបង្កើតសភាហើយរំលាយរដ្ឋាភិបាលរបស់ខ្លួនចេញមិនដែលមានលោកពុកម៉ែបងប្អូនគឺមិនដែលមានសម្រាប់ខ្ញុំគឺខ្ញុំមិនដែលឃើញនេះគ្រាន់តែជាការដែលខ្ញុំបានលើកកន្លងមកប្រធានបទដែលខ្ញុំលើកកន្លងមកហើយក៏មានពុកម៉ែបងប្អូនមួយចំនួនខ្ញុំបានគាត់ចូលមកបញ្ចេញមតិយោបល់ថានាងខ្ញុំស្ដាយនាងខ្ញុំមិនគួររស់នៅក្នុងប្រទេសរបបលទ្ធិប្រជាធិបតេយ្យនាងខ្ញុំមិនគួររស់នៅប្រទេសសេរីនាងខ្ញុំមិនគួររស់នៅប្រទេសនេះសេរីនាងខ្ញុំគួរតែរស់នៅប្រទេសខ្មែរវិញអីអញ្ចឹងទៅរហូតដល់អ្នកខ្លះប្រើពាក្យអសុរោះដែលសង្គមស្អប់ខ្ពើមជាទីបំផុតក្នុងនាមអ្នកជាមនុស្សបើអ្នកពិតជាធ្វើអ្វីដើម្បីជាប្រយោជន៍របស់ប្រទេសជាតិមែនសូមអ្នកពិចារណាឲ្យបានច្បាស់លាស់ឲ្យបានត្រឹមត្រូវឲ្យបានប្រកបជាចាខ្ញុំនិយាយហើយនិយាយទៀតថាក្នុងខណៈពេលនេះប្រទេសកំពុងតែមានសង្គ្រាមប្រទេសកំពុងតែមានវិបត្តិប្រជាជនបងរយៈកងទ័ពកំពុងតែក្រាញរនីលនៅព្រំដែនពេលខ្លះលោកស្ទើរតែគ្មានថ្ងៃគេងថ្ងៃសម្រាប់ដូច្នេះសូមអ្នកផ្ដល់ភាពកក់ក្ដៅឲ្យគាត់ខណៈកលៈទេសៈនេះមិនមែនជាពេលមួយដែលយើងត្រូវហាយខួរគ្នាត្រូវអង្គុយចាំមើលគ្នាត្រូវអង្គុយចាំចាប់កំហុសគ្នាត្រូវអង្គុយបាញ់ជើងគ្នានោះទេចាហេតុអីបានខ្ញុំនិយាយអញ្ចឹងចាពុកម៉ែបងប្អូនព្រោះពេលនេះគឺជាពេលមួយដែលយើងត្រូវរួមគ្នាក្នុងការដោះស្រាយបញ្ហា
ក៏ប៉ុន្តែដែលផ្ទុយទៅវិញក្រុមលោកអ្នកបាក់ពួកអ្នកបានបង្កើតគ្រប់រូបភាពទាំងអស់តើរូបភាពនេះឬដែលហៅថាអ្នកធ្វើដើម្បីបង្រួបបង្រួមជាតិអ្នកធ្វើដើម្បីជាប្រយោជន៍ប្រទេសជាតិអ្នកធ្វើដើម្បីជាប្រយោជន៍របស់ប្រជាជនទាំងមូលសម្រាប់ខ្ញុំដែលជាប្រជាពលរដ្ឋមួយរូបខ្ញុំគិតថាមិនត្រឹមត្រូវទេអ្វីដែលលោកអ្នកបាននឹងកំពុងធ្វើគឺដើម្បីបម្រើឲ្យផលប្រយោជន៍របស់ប្រទេសសៀមទាំងអស់នេះហើយដែលសៀមកំពុងតែទន្ទឹងរង់ចាំហើយនឹងសៀមកំពុងតែចង់បានហើយអ្វីដែលខ្ញុំកាន់តែហួសចិត្តទៅនឹងទៀតនោះពុកម៉ែបងប្អូនក៏មានបុគ្គលមួយចំនួនគេបានលើកឡើងថាជាយួនជាអីចឹងទៅខ្ញុំគ្រាន់តែហួសចិត្តពុកម៉ែបងប្អូនមិនអ្នកនិយាយដើម្បីការពារផលប្រយោជន៍ប្រទេសជាតិផលប្រយោជន៍ប្រជាជនការពារនៅអ្វីដែលជាកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិជាយួននៅពេលដែលយួនមកតាញាចូលទៅធ្វើបាតកម្មចូលរួមបាតកម្មនោះគឺជាប្រជាជនខ្មែរឬក៏យ៉ាងម៉េចពុកម៉ែបងប្អូនខ្ញុំនិយាយហើយនិយាយទៀតរឿង scam online វាជារឿងសង្គមទូទៅក្នុងពិភពលោកគ្មានអ្នកណាអាចដាក់បន្ទុកទៅលើអ្នកណាបានទេយើងដឹងថានេះវាគឺជាផលប៉ះពាល់ដល់កិត្តិយសប្រទេសជាតិក៏ប៉ុន្តែអ្វីដែលអ្នកធ្វើអ្នកនៅបាននឹងកំពុងធ្វើវារឹតតែជន់ពន្លិចជាតិខ្លួនឯងថែមទៀតពុកម៉ែបងប្អូនអ្នកគិតស្រមៃទៅលើក្រុមគ្រួសាររបស់អ្នកឡើងវិញប្រសិនណាបើក្រុមគ្រួសារម្នាក់មានបុគ្គលណាម្នាក់ដែលប្រព្រឹត្តអំពើមិនគប្បីដែលអសិលធម៌នៅក្នុងសង្គមតើអ្នកទៅជន់ពន្លិចគាត់ថែមឬក៏អ្នកជួយអប់រំគាត់ឬក៏អ្នកជួយបិទបាំងគាត់សូមអ្នកពិចារណាឡើងវិញដូច្នេះប្រទេសជាតិមួយក៏មិនខុសពីក្នុងសង្គមគ្រួសារមួយដែរអ្នកត្រូវគិតយកអារម្មណ៍របស់អ្នកនៅក្នុងក្រុមគ្រួសារអ្នកយកទៅដាក់អារម្មណ៍ជាមួយនឹងប្រទេសជាតិទាំងមូលចាពុកម៉ែបងប្អូនយើងដឹងហើយកាលណាបញ្ហាទាំងអស់នេះកើតឡើងតើវាមានបញ្ហាមានវិបត្តិទៅលើខ្លះតើយើងដែរឃើញនៅប្រទេសជាតិខាងយើងពុកម៉ែបងប្អូនខ្មាស់គេក្នុងនាមអ្នកជាអ្នកប្រជាធិបតេយ្យក្នុងនាមអ្នកដែលមួយម៉ាត់ណាក៏អ្នកថាស្រឡាញ់ប្រទេសជាតិតើអ្នកមានបានខ្មាស់ប្រទេសជាតិខាងទេតើសៀមគេមាន scam online ទេតើគេដែរនិយាយទេចាតើសៀមគេមានអំពើឆក់ប្លន់ទេតើគេដែរនិយាយទេចាយើងឃើញព័ត៌មានក្នុងស្រុកក្រៅស្រុកពីពេញផ្អើលចាប់នៅនេះចាប់នៅនោះសិតតែចេញមកពីណាប្រភពចេញមកពីសៀមក៏មិនតែសួរថាតើរដ្ឋាភិបាលប្រជាពលរដ្ឋសៀមគេដែរនិយាយអំពីបញ្ហាហ្នឹងដើម្បីបន្ទាបបន្ថោកពូជសាសន៍គេបន្ទាបបន្ថោកប្រទេសជាតិគេអត់ទេខ្ញុំមិនដែលឮទេក៏ប៉ុន្តែបើខ្មែរយើងវិញពុកម៉ែបងប្អូនផលិតត្រឹមតែកន្លះម៉ែទេផលិតដល់1គីឡូចាពុកម៉ែនេះគឺជារឿងមួយដែលក្នុងនាមខ្ញុំជាខ្មែរគឺខ្ញុំមិនអាចទទួលយកបានបញ្ហាខាងលើខ្ញុំសូមនិយាយប៉ុណ្នេះចាពុកម៉ែបងប្អូនឥឡូវនេះខ្ញុំចង់និយាយអំពីរបស់ខ្ញុំវិញរឿងផ្ទាល់ខ្លួនរបស់ខ្ញុំវិញជម្រាបទៅបុគ្គលមួយចំនួនទាំងក្នុងនិងក្រៅប្រទេសមួយចំនួនជាពិសេសនៅក្នុងប្រទេសញូហ្សេឡង់នៅពេលនេះខ្ញុំសូមប្រើប្រាស់សិទ្ធិរបស់ខ្ញុំជាប្រជាពលរដ្ឋខ្មែររស់នៅញូហ្សេឡង់ដែលប្រកាន់នៅរបបប្រជាធិបតេយ្យខ្ញុំការពារសិទ្ធិរបស់ខ្ញុំក្នុងការរស់នៅអ្នកអាចប្រើសិទ្ធិរបស់អ្នកក្នុងការនិយាយស្ដីក្នុងការអ្វីៗបានទាំងអស់ក្នុងការបញ្ចេញមតិយោបល់ក្នុងការនិយាយស្ដីក៏ប៉ុន្តែសូមអ្នកកុំប្រើសិទ្ធិរបស់អ្នកមកធ្វើការគំរាមកំហែងប្រមាថមើលងាយទៅលើសិទ្ធិរបស់បុគ្គលម្នាក់ៗត្រូវបែងចែកច្បាស់លាស់សិទ្ធិនៃការបញ្ចេញមតិយោបល់និងសិទ្ធិឯកជនភាពរបស់បុគ្គលម្នាក់ៗនេះមិនមែនជាការគំរាមគឺខ្ញុំសូមប្រើសិទ្ធិរបស់ខ្ញុំជាប្រជាពលរដ្ឋខ្មែរខ្ញុំបានដាក់ឯកសាររួចរាល់អស់ហើយខ្ញុំបានសិក្សានីតិវិធីនៃច្បាប់ហើយអស់ហើយថាខ្ញុំនឹងត្រូវធ្វើអ្វីខ្ញុំនិយាយដោយត្រង់តែម្ដងព្រោះក្នុងនាមយើងខ្ញុំជាខ្មែរដូចគ្នាខ្ញុំមានកិត្តិយសរបស់ខ្ញុំមានពូជពងវងតកូលរបស់ខ្ញុំមានក្រុមគ្រួសារខ្ញុំដូច្នេះខ្ញុំគ្រាន់តែចង់ប្រាប់លោកអ្នកថារាល់ការ comment របស់លោកអ្នកនៅក្នុងគេហទំព័ររបស់ខ្ញុំយកឈ្មោះខ្ញុំយករូបភាពខ្ញុំយកទៅដាក់ live ដើម្បីបរិហាគេដើម្បីវាយប្រហារខ្ញុំដោយគ្មានការអនុញ្ញាតពីខ្ញុំមកចូលសរសេរនៅក្នុង Facebook page ខ្ញុំនៅពីអក្សរនៅការប្រមាថមើលងាយនៅការគំរាមកំហែងខ្ញុំសូមប្រើសិទ្ធិជាប្រជាពលរដ្ឋញូហ្សេឡង់និងចាត់ចែងអ្នកទៅតាមផ្លូវច្បាប់ខ្ញុំបានរៀបចំឯកសារខ្ញុំហើយខ្ញុំនិយាយស្រួលថាខ្ញុំបានប៉ណ្ដឹងហើយចាខ្ញុំបានប៉ណ្ដឹងហើយដូច្នេះអ្នកមានសិទ្ធិក្នុងការខមមិនបានអ្នកមានសិទ្ធិក្នុងការនិយាយអីបានតែហាមដាច់ខាតប៉ះពាល់ឈ្មោះក្រុមគ្រួសារខ្ញុំនិយាយអញ្ចឹងឈ្មោះក្រុមគ្រួសារខ្ញុំនិងឈ្មោះខ្ញុំប្រទេសញូហ្សេឡង់គឺជាប្រទេសមួយដែលគេការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគេមិនមែនអ្នកឯងនិយាយអីបានសាច់ចិត្តទេចាត្រូវអនុវត្តទៅតាមច្បាប់អ្វីដែលគេបានចែងលទ្ធិប្រជាធិបតេយ្យមិនមែនឲ្យអ្នកឯងមកជេរមកប្រមាថគេបានស្រេចចិត្តទេចាសិទ្ធិនៃការបញ្ចេញមតិយោបល់របស់អ្នកមិនចេះតែឲ្យអ្នកនិយាយឲ្យបានស្រេចចិត្តទេក៏ប៉ុន្តែអ្នកត្រូវចេះគោរពសិទ្ធិជាឯកជនភាពរបស់បុគ្គលម្នាក់ៗនេះគឺជាលើកទី1ដែលខ្ញុំសូមប្រាប់លោកអ្នកថាខ្ញុំបានរៀបចំឯកសាររួចរាល់ហើយដើម្បីឆ្លើយតបជាមួយនឹងអស់លោកតែថាស្រឡាញ់លទ្ធិប្រជាធិបតេយ្យប្រើប្រាស់លទ្ធិប្រជាធិបតេយ្យដើម្បីមកវាយប្រហារខ្ញុំដើម្បីប្រមាថមើលងាយខ្ញុំដើម្បីបំពេញមហិច្ឆតារបស់ខ្លួនចាពុកម៉ែបងប្អូនអ្នកតាមដាន Facebook ពុកម៉ែបងប្អូនមួយចំនួនគាត់ឮហើយគាត់ឃើញហើយថាយ៉ាងម៉េចនេះមិនមែនជាការគំរាមកំហែងទេក៏ប៉ុន្តែនេះគឺជាការប្រើសិទ្ធិរបស់ខ្ញុំក្នុងការការពារក្នុងការឆ្លើយតបក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសញូហ្សេឡង់ចាហើយចំពោះអ្នកដែលនៅឆ្ងាយដែលខ្ញុំមិនដឹងឬក៏យ៉ាងម៉េចខ្ញុំគ្រាន់តែចង់ប្រាប់លោកអ្នកថាកម្មពៀមានពិតអ្នកណាសាងអ្នកនោះនឹងទទួលនេះគឺជាអ្វីដែលខ្ញុំចង់ប្រាប់អ្នកជេរខ្ញុំអ្នកប្រមាថខ្ញុំអ្នកមើលងាយខ្ញុំអ្នកបាយតម្លៃខ្ញុំយ៉ាងនេះយ៉ាងនោះ
ខ្ញុំគ្រាន់តែចង់ប្រាប់ថាអ្នកក៏មានកូនជាស្រីអ្នកក៏មានប្រពន្ធជាស្រីអ្នកក៏មានម្ដាយជាស្រីដែរចាពុកម៉ែបងប្អូនដូច្នេះកម្មផលនៅទង្វើនៅពាក្យសម្ដីទាំងប្រមាណសូមអ្នកទូលរែកយកដោយខ្លួនឯងចុះខ្ញុំគ្រាន់តែប្រាប់ថាអ្នកដែលធ្លាប់ប្រមាថមើលងាយខ្ញុំតែងតែឃើញតន់ហន់ខ្ញុំមិនដែលចាំជាក្រោយទេពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនជាពិសេសទឹកដីញូហ្សេឡង់គឺជាទឹកដីមួយដ៏ស័ក្តិសិទ្ធិជាទីបំផុតពុកម៉ែបងប្អូនខ្លះស្គាល់ខ្ញុំមកថាខ្ញុំជាមនុស្សទីម៉េចស្រីម្នាក់នេះមិនដែលចេះចង់បានរបស់អ្នកណាស្រីម្នាក់នេះមិនដែលរំលោភបំពានអ្នកណាមិនដែលប្រមាថមើលងាយអ្នកណាហើយនេះក៏មិនមែនជាលើកដំបូងសម្រាប់ខ្ញុំដែរខ្ញុំទទួលរងពីនេះរយៈពេល5ឆ្នាំជាងមកហើយពុកម៉ែបងប្អូនក៏ប៉ុន្តែខ្ញុំគ្មានភស្តុតាងនឹងទៅបង្ហាញគេថាចេះតែចុះក៏ប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្ដើម live show នៅក្នុងប្រព័ន្ធអ៊ីនធឺណិតនេះឡើងក៏ចាប់ផ្ដើមមានប្រតិកម្មដ៏ចាស់ដៃមួយដែលជាឱកាសមួយដែលធ្វើឲ្យខ្ញុំមានភស្តុតាងគ្រប់គ្រាន់មានហេតុផលគ្រប់គ្រាន់ដើម្បីការពារខ្លួនរបស់ខ្ញុំដើម្បីការពារដើម្បីប្រើសិទ្ធិរបស់ខ្ញុំជាប្រជាពលរដ្ឋញូហ្សេឡង់ចាពុកម៉ែបងប្អូនខ្ញុំបានប្រាប់តាំងពីមុនដំបូងហើយថាបើអ្នកបញ្ចប់ខ្ញុំចប់ក៏ប៉ុន្តែបើអ្នកមិនបញ្ចប់ទេខ្ញុំអាចកំដរអ្នកបានគ្រប់ពេលវេលាខ្ញុំគ្រាន់តែចង់ប្រាប់អ្នកថាអ្វីទាំងអស់គឺដល់ដៃច្បាប់ហើយចាពុកម៉ែបងប្អូនក៏ប៉ុន្តែដោយសិទ្ធថាអ្នកទាំងអស់នោះគឺសុទ្ធតែជាមនុស្សដែលខ្ញុំធ្លាប់ស្គាល់សុទ្ធតែជាមនុស្សសឹងតែជាមនុស្សដែលធ្លាប់ញ៉ាំបាយជាមួយគ្នារួមសុខរួមទុក្ខជាមួយគ្នាខ្ញុំទុកសិនហើយខ្ញុំចាំមើលក៏ប៉ុន្តែប្រសិនណាបើខ្ញុំអត់ភាពអត់ធ្មត់ហើយនឹងមានវិធានការណាមួយតាមផ្លូវច្បាប់សូមអ្នកកុំធ្វើការភ្ញាក់ផ្អើលអីមិនមែនជាការប្រមាថមិនមែនជាការគំរាមកំហែងគឺខ្ញុំធ្វើនេះដើម្បីការពារសិទ្ធិរបស់ខ្ញុំក្នុងនាមខ្ញុំជាប្រជាពលរដ្ឋក្នុងប្រទេសញូហ្សេឡង់ចាពុកម៉ែបងប្អូនស្រីម្នាក់នេះមិនដែលបំពានអ្នកណាអ្នកមានសិទ្ធិក្នុងការនិយាយក៏ប៉ុន្តែអ្នកមិនអាចមានសិទ្ធិក្នុងការប្រមាថទៅលើឯកជនភាពរបស់បុគ្គលណាម្នាក់ដោយគ្មានការអនុញ្ញាតឬក៏ដោយបំពានណាមួយបានឡើយហើយខ្ញុំក៏គ្រាន់តែចង់ជម្រាបដែរថាប្រសិនណាបើមានបញ្ហាអ្វីមួយកើតឡើងចំពោះខ្ញុំគឺក្រុមលោកអ្នកគឺជាមនុស្សទី1ដែលគេនឹងទៅដល់អញ្ចឹងទេសូមរាល់ការ comment របស់លោកអ្នកប្រកបទៅដោយសុជីវធម៌ដូច្នេះខ្ញុំមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត